លំនឹងធម្មជាតិក្នុងធម្មជាតិយើងតែងសង្កេតឃើញភាវៈរស់ជាច្រើនអាចបង្កើតកូនបានច្រើនជាបន្តថែមទៀតឧទាហរណ៍ទី1យើងមិនអាចដឹងថាដើមទៀបមួយដើមអាចផ្ដល់កូនទៀបថ្មីបានប៉ុន្មានទេព្រោះទៀបមួយដើមអាចផ្ដល់ផ្លែច្រើនហើយផ្លែទៀបនីមួយមានគ្រាប់ច្រើនដែលនឹងក្លាយជាកូនទៀបថ្មីទៀតឧទាហរណ៍ទី2យើងមិនអាចដឹងថាក្នុងទន្លេឬបឹងមានត្រីប៉ុន្មានរស់នៅទេប៉ុន្តែយើងគ្រាន់តែដឹងថាត្រីមួយក្បាលពងកូនបានច្រើនណាស់ដោយករណីខាងលើយើងអាចសន្និដ្ឋានមិនយូរប៉ុន្មានទន្លេឬបឹងនោះនឹងពេញទៅដោយសត្វត្រីមិនយូរប៉ុន្មានផែនដីទាំងមូលនឹងគ្រប់ដណ្ដប់សុទ្ធតែដើមរុក្ខជាតិដូចនេះភាវៈរស់ដទៃទៀតពុំមានទីកន្លែងសម្រាប់នៅគ្មានអាហារគ្រប់គ្រាន់គ្មានខ្យល់គ្មានទឹកសម្រាប់រស់នៅបានឡើយប៉ុន្តែជាក់ស្ដែងទោះបីជាត្រីពងកូនច្រើនក៏ដោយក៏ចំនួនត្រីដែលលូតលាស់ធំធាត់នៅតែមានកម្រិតជានិច្ចព្រោះពងត្រីមួយចំនួនត្រូវមនុស្សយកមកធ្វើជាអាហារចំណែកកូនត្រីមួយចំនួនធំត្រូវបានបំផ្លាញធ្វើជាអាហារដោយត្រីធំបក្សីមួយចំនួនបានក្លាយជាអាហាររបស់មនុស្សនិងសត្វផ្សេងទៀតរីឯរុក្ខជាតិវិញទោះបីជាផលិតបានគ្រាប់វល់លៀនគ្រាប់ក៏ដោយក៏គ្រាប់ទាំងនោះមិនអាចក្លាយជារុក្ខជាតិថ្មីទាំងអស់បានដែរព្រោះគ្រាប់រុក្ខជាតិមួយចំនួនមិនអាចដុះលូតលាស់បានដោយសារលក្ខខណ្ឌមិនប្រកបដីស្ងួតពេកសើមពេកអាកាសធាតុក្តៅខ្លាំងពេកគ្រាប់រុក្ខជាតិខ្លះត្រូវសត្វស៊ីជាអាហារគ្រាប់ខ្លះទៀតដែលលូតលាស់បានជាកូនរុក្ខជាតិថ្មីហើយក៏ត្រូវងាប់ទៅវិញដោយសត្វល្អិតបំផ្លាញដោយខ្វះទឹកខ្វះខ្យល់ខ្វះពន្លឺជារួមនៅពេលភាវៈរស់ទាំងឡាយអាចរក្សាចំនួនរបស់វាបានទោះបីជាទំនាក់ទំនងជាមួយខ្សែអាហារក្តីវដ្តអាហារក្តីគេហៅថាលំនឹងធម្មជាតិនៅពេលសហគមន៍ធម្មជាតិបាត់បង់លំនឹងវានឹងធ្វើឲ្យអ្នកផលិតឬអ្នកប្រើប្រាស់អាចស្លាប់ផុតពូជតែម្ដង